Hello គិតទៅជីវិតកាលនៅពីក្មេងខុសពីឥឡូវហើយក៏ដូចជាបននេះដែរខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍ខ្លះក៏ដូចជារំលឹកនៅអនុស្សាវរីយ៍ចាស់ពីមុនហើយយើងសង្ឃឹមថាមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់គ្នាកាលនៅពីក្មេងគាត់នឹងបានស្ដាប់ឮ Okay Listen សាជានិញសាជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលាកុំលេងដីនាំទុំភ័យដល់យើងក្រុមគ្នាតែក្រុមវេលាទៅហើយថាគូមក Listen កាលពីខ្ញុំនៅក្មេងខ្ញុំចេះចិត្តស្រីបត់នឹងតែនៅចាំបានឬទេនៅជីវិតបានថតសរសើរឲ្យតែម៉ោង12មិនទាន់ទៀងកាតាប្រទៅសាលាដើម្បីបានជួបជុំមិត្តភក្តិនិយាយពីរឿងតុក្កតាគ្មានអីពួកខ្ញុំអួតតែពីរឿងហ្នឹងដល់និយាយមិនចូលគ្នាតាំងឆ្លោះតាំងខឹងពេលដែលខ្ញុំពេញនិយមប្រើនៅជំនាន់នងហើយចាំមើលតាក្អូនឲ្យខ្ញុំលេងចូលឯងហើយខ្ញុំនៅបាត់ធំឬមួយដែលខ្ញុំឆ្កល់ជាងគេរៀនមួយថ្ងៃ6ម៉ោងមិនដែលឃើញមានម៉ោងលៀបនោះទេមានតែគ្រូម្នាក់គាត់បង្រៀនមិនឲ្យរូបខ្ញុំទំនេរតែក្នុងចិត្តខ្ញុំខឹងដែរតែមិនដឹងជាធ្វើល្មិចមានតែខំប្រឹងធ្វើល្បិចឈឺក្បាលនៅក្តៅខ្លួនប្រាប់គ្រូថាវិលមុខនៅមកសុកចង់ទៅផ្ទះដល់ពេលគ្រូអនុញ្ញាតស្វាងដូចគេចាប់ផ្ទះរៀបសៀវភៅលឿនដូចរួនចាស់ប្រពីរបស់សាលារបស់ខ្ញុំជាស្រាជានិញសាជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលាពេលនេះខ្ញុំធំវ័យក៏យ៉ាងមិនដូចពីមុននោះឡើយមានតែបទចម្រៀងមួយនេះដែលខ្ញុំខំតែងវាទាំងផាត់ផាយច្រៀងអាឡេអាឡូក៏វ័យក៏វោឌីសៃក៏វត្តក៏ពិតលោកខែបងឆាត់ហេតុអីទៅជាឆាត់បាំងលោកខែទៅវិញខ្ញុំលោលេងទេចាប្រធានលេងទេហើយសូមផ្ញើជូនមិត្តនៅថ្នាក់ជិតខ្ញុំផងដែរពី David ប្រុសស្អាតតែអ្នកនៅចាំបានទេថ្នាក់ទី6ខសាលាអត់ដល់កំពង់ចាមយើងហ្នឹងសូមបញ្ជាក់ទេឆ្នាំសិក្សា2006-2007តែពេលចូលវិទ្យាល័យក្រុមយ៉ាងក៏ត្រូវដើមជាថ្មីបាត់ដំបងដីថ្មីសម្បូរដោយក្តីស្រឡាញ់សេចក្តីអាណិតពេញចិនចេញពីក្នុងបេះដូងសង្ឃឹមថាមិននឹងស្ដាប់ឮសេចក្តីនឹករលឹកពីខ្ញុំតាមចម្រៀងមួយដែលរំដំជូនពរឲ្យមិត្តជួបតែសំណាងសាជានិញ